បងប្អូនអរគ្នាអ្នកដែលតែងសភៅនេះភិកច្រើនគាត់បានស្គាល់លោកគ្រូហើយតែអ្នកខ្លះគាត់អត់ស្គាល់ក៏ខ្ញុំបានបង្កើតជាក្រុមមួយហើយសភៅហ្នឹងមានទាំងអស់គឺចំនួន4ក្បាលហើយនឹងក្តារបង្វិលមួយមានជ័យភូមិមានតម្រាយាមានកាលយោជាមួយនឹងមានហោរាសាស្ត្រតែឥឡូវជ័យភូមិគឺដាច់ស្តុកហើយអ្នកដែលបោះពុំហុងពុំសភៅលោកគ្រូចាស់ហ្នឹងគឺបិទហុងពុំអត់ហើយដោយសារតែកត្តាកូវីដផងហើយអីផ្សេងៗជាច្រើនហ្នឹងទៅពេលចុះលោកគ្រូគាត់អត់បានបោះពុំទៀតទេពុំហុងពុំមិនមែនលោកគ្រូតាក់តងទៅខាងសភៅពុំរបស់លោកគ្រូគេជាគិនទៅដើម្បីកុំឲ្យមាននៅអធិការឃើញខ្ញុំផ្សព្វផ្សាយនៅសភៅក្បួនទាំងអស់នេះសូមលើកយកនៅព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងគឺព្រះសម្មាសម្ពុទ្ធបានអនុញ្ញាតឲ្យព្រះភិក្ខុគឺរៀនអំពីផ្កាយអំពីទិសនិងអ្នកខិតរិទ្ធដោយទាំងអស់ឬក៏ដោយឯកទេសហើយក្បួននេះផងដែរក៏សិក្សាអំពីផ្កាយនៅក្នុងក្បួននេះក៏បាននិយាយអំពីអដ្ឋគ្រូអដ្ឋហ្នឹងគឺ8គ្រូហ្នឹងគឺឈ្មោះថាផ្កាយព្រះភិក្ខុគឺអាចរៀនសូត្របានចុះទម្រាំទៅយើងជាបឋមជនអញ្ចឹងគឺយើងរៀនទៅអត់មានខុសទេមានតែល្អសម្រាប់ឲ្យយើងដឹងពីបាបកម្មឲ្យផលនិងបុណ្យឲ្យផលដូចជានៅក្នុងការធ្វើបុណ្យឲ្យខ្លួនឯងដើម្បីឲ្យកើតមាននៅសេរីសួស្តីនៅក្នុងក្បួននេះផងដែរក៏បានរៀបរាប់ប្រាប់អំពីការធ្វើបុណ្យឲ្យខ្លួនឯងហើយនិយាយពីរឿងសភៅនឹងចេះណាចាសភៅកាលយោគនេះខ្ញុំបានបង្រៀនសម្រាប់បងប្អូននៅក្នុងគ្រូនេះថាគ្រូរបស់សិស្សចាស់ហើយគ្រូថ្មីពួកគាត់មុនដំបូងនៅពេលដែលយើងចេញទៅគាត់មិនដឹងថាវាមានសារៈប្រយោជន៍ទេប៉ុន្តែឥឡូវហ្នឹងសិស្សម្នាក់បងគ្នាកោតសរសើរថាក្បួនអីល្អម្លេះហើយសូមបងប្អូនបានជ្រាបថានេះវាគឺជាក្បួនតម្រាបុរាណវាអត់ជាប់តាក់ទងជាមួយនឹងរឿងហ្វុងស៊ុយទេណាហ្វុងស៊ុយវាជាប់តាក់ទងជាមួយរឿងចិនប៉ុន្តែចំពោះតម្រាបុរាណជាងបើសិនបើជាប់តាក់ទងជាមួយនឹងរឿងមើលដីលំនៅឋានអីវាជាប់តាក់ទងជាមួយនឹងវត្តសាស្ត្រឬវត្ថុវិទ្យាអានេះវាជាប់តាក់ទងជាមួយដួងចតាជីវិតមានន័យថាតើដួងចតាជីវិតរបស់យើងដែលកើតនៅក្នុងថ្ងៃហ្នឹងខែហ្នឹងឆ្នាំហ្នឹងតើយើងនឹងមានដួងចតាជីវិតយ៉ាងម៉េចអាចមើលបាន108ឆ្នាំនេះមើល8ឆ្នាំមើលនៅក្នុងក្តារគូគ្នាបាទនិយាយទៅសភៅទាំងពីរហ្នឹងត្រូវគូគ្នាតែម្ដងគឺការយោគឲ្យក្តារបង្វិលហ្នឹងគឺបងប្អូនអត់ចាំបាច់ចំណាយទៅរកគ្រូទាទេទៅពេលខ្លះយើងត្រូវការទៅគ្រូទាអីយ៉ាងនេះនោះប៉ុន្តែនេះគឺជាតម្រាសម្រាប់អាចធ្វើឲ្យយើងកើតទៅជាហោរាចារ្យបានដែលយើងអាចជាកជីវិតយើងគ្រួសារយើងកូនយើងចៅយើងឬយើងអាចនិយាយថាជាតម្រាប្រចាំគ្រួសារជាតម្រាប្រចាំគ្រួសារពីព្រោះនៅក្នុងក្បួននេះប្រសិនបងប្អូនបានរៀនខ្ញុំមិនអាចអួតថាអស្ចារ្យប៉ុណ្ណាទេបើសិនបងប្អូនបានរៀនបានសិក្សាបងប្អូនថាយាក៏អស្ចារ្យម្ល៉េះរហូតដល់បងប្អូនមួយចំនួនដែលពួកគាត់ចូលរៀនជឿគាត់ថាលោកអោចូលយូរមកកំដិនស្ដាយក្រោយអញ្ចឹងក្បួននេះគឺមានសារៈសំខាន់មែនទែនគឺសម្រាប់មើលដួងចតាជីវិតរបស់យើងនិយាយអំពីអកុសលវិបាកឲ្យផលពេលណាហើយវាខ្លាំងពេលណាហើយនឹងមានកុសលហ្នឹងឲ្យបនពេលណាហើយជីវិតរបស់យើងហ្នឹងកើតមកនៅក្នុងអត្តភាពហ្នឹងយើងត្រូវធ្វើអីឧទាហរណ៍ថាត្រូវធ្វើពេទ្យឬក៏ត្រូវធ្វើជាអ្នកច្បាប់ឬក៏ជាចៅក្រមមេធាវីឬក៏ធ្វើទៅជាកលាបញ្ជីឬក៏ត្រូវជាអ្នករកស៊ីជាដួងអីក៏ប្រាប់ទាំងចាហើយគួរនៅបែបដេកនៅទិសណាហ្នឹងចាហើយឧទាហរណ៍ថាបច្ចុប្បន្នសាលាមួយចំនួនដើម្បីយើងដឹងថាមនុស្សមានជំនាញអីគេឲ្យមើល brain scan មែនទេជាត្រូវការយកកាយយើងទៅ10ទៅមើល brain scan ហើយអស់ម្ដង150នៅក្នុងសភៅនេះបង្រៀនប្រាប់ទាំងអស់ថាកូនរបស់លោកអ្នកដែលកើតថ្ងៃនេះឆ្នាំនេះមានដួងនិស័យធ្វើអីទៅធ្វើបលិសទៅធ្វើជាទាហានទៅរកស៊ីទៅលក់ត្បូងទៅលក់ពេជ្រអីមានក្នុងទាំងអស់មានក្រនិស័យអីមិនចាំបាច់ទៅ brain scan នេះសភៅនេះអាច brain scan បានយ៉ាងល្អហើយមើលបាន8ឆ្នាំហើយថាដាក់ឈ្មោះគេល្អចាហើយដាក់ឈ្មោះអីហ្នឹងហើយដាក់ឈ្មោះទាំងអីទៅកិច្ចការរកស៊ីអីផលនេះមិនអត់ពាក់ពណ៌អីគេបើកអាជីវកម្មថ្ងៃណាគួរយកស្មារតីឆ្នាំអីគេកាត់ថ្ងៃអីគេហើយគួរមានកូនឆ្នាំណាកូននឹងគួរដាក់ឈ្មោះអីចាហើយយើងអាចដឹងពីអនាគតយើងថាយើងជាដួងនឹងនេះយើងនឹងមានប្តីដ៏ងាយឬក៏មានប្រពន្ធដ៏ងាយត្រូវលែងគ្នាមានប្តីឆាប់លែងគ្នាឬក៏អត់ទេហើយត្រូវមានជំងឺកើតអីខ្លះនៅក្នុងជីវិតរបស់យើងនេះនឹងអាចមានជំងឺខ្លះត្រូវកើតទៅរោគផ្អែមនៅខ្លះត្រូវរលាកនេះពីលំពេងអីវាប្រាប់ទាំងអស់នៅក្នុងក្បួននោះប្រាប់ទាំងអស់ហើយមួយទៀតយើងគ្រាន់តែមើលមនុស្សយើងដឹងមកថាមនុស្សនឹងមានអត្តចរិតបែបណាហើយរូបរាងមិនមនុស្សនឹងកើតថ្ងៃអីគ្រាន់តែមើលមុខហើយក៏យើងអាចសួរយើងថាអូននឹងកើតអីបើនឹងកើតថ្ងៃពុតសម្បល់រៀងសក្រហមហើយរៀងស្អាតដែរនឹងកើតថ្ងៃច័ន្ទក៏សម្បល់រៀងបើហ្នឹងកើតថ្ងៃពុតមិនស្អាតសក្រហមទេបែបសាច់រៀងក្រហមមិនថាខ្មៅក្រហមចឹងទៅសក្រហមចឹងទៅចាហើយអ្នកកើតថ្ងៃច័ន្ទភាគច្រើនតែរៀងស្អាតមូលចឹងណាហើយបានដល់ភេទស្រីចានៅក្នុងតម្រានឹងអាចប្រាប់ពីលេខបងប្អូនប្រើលេខអីត្រូវឧទាហរណ៍ថាលេខទូរស័ព្ទបងប្អូនត្រូវជ្រើសរើសលេខណាដែលត្រូវដួងជីវិតបងប្អូនហើយលេខណាដែលបងប្អូនប្រើទៅគឺយ៉ាងនេះពីព្រោះលេខឧទាហរណ៍លេខទូរស័ព្ទអីលេខផ្ទះលេខឡានលេខម៉ូតូអីគឺយើងប្រើចាប់ពី6ខែទៅយើងនឹងលេខហ្នឹងនឹងមានធម៌ពលជីវិតជាមួយគ្នាហើយអញ្ចឹងយើងនឹងអាចដឹងថាបើសិនបើយើងប្រើលេខណាដែលមានបញ្ហាដកដួងចតាវានឹងអន្តរាយលេខខ្លះវាជាលេខកាលកណីរបស់យើងពណ៌ខ្លះជាពណ៌កាលកណីអញ្ចឹងលេខវាមានលេខជាគូវិតលេខជាគូសត្រូវលេខសម្ពុលអញ្ចឹងនៅក្នុងនេះនឹងបង្រៀនយើងឲ្យយើងដឹងឧទាហរណ៍ថាយើងនឹងត្រូវប្រើលេខនេះមិនបានទេប្រើលេខនោះមិនបានទេប្រើលេខនេះទៅវានឹងជោគជ័យក្នុងចំនួនអញ្ចឹងនៅក្នុងហ្នឹងបង្រៀនតាំងពីប្រើប្រាស់លេខទូរស័ព្ទបង្រៀនប្រើប្រាស់លេខឡានលេខម៉ូតូនិយាយទៅទាំងអស់ហើយពេលណាត្រូវយើងដេកស៊ីពេលណាត្រូវយើងដើរស៊ីហើយនិយាយបែបជាលេងពេលយើងដេកស៊ីនឹងវាមិនថាពេលណាដែលគួរយើងមិនបោះទុននៅក្នុងការរកស៊ីចាយគ្រាប់ចាស់សិននៅមួយពេលនឹងអសវិបានហិតផលឲ្យហើយនៅមានវិធីមួយទៀតគឺអស្ចារ្យផងមែនទែនគឺប្រាប់ពីវិធីនៅក្នុងការពជាពេលក្នុងការទទួលកម្មគឺដោយវិធីពេទ្យស្ដោះគ្រោះចម្រើននៅព្រះបរិត្តដែលនិមន្តប្រសង់មកចំនួន2អង្គឬក៏5អង្គធ្វើមិនធ្វើកាច់យ៉ាងម៉េចបើសិនឧទាហរណ៍ថានៅក្នុងចន្លោះអាយុនឹងវាចូលទៅដល់ផ្កាយមួយដែលសោយហើយវាប៉ះចំមរណៈនៅក្នុងអាយុប្រមាណឬក៏មានគោចូលចេញវាធ្វើឲ្យបាបប្រគ្រោះនឹងមានកម្លាំងខ្លាំងអញ្ចឹងតែយើងនឹងមានវិធីកែដួងចតានឹងឲ្យជីវិតរបស់យើងទៅយ៉ាងណាវាមានអញ្ចឹងទៀតវាមានប្រាប់របៀបទាំងអស់អញ្ចឹងសភៅនេះនិយាយឲ្យចំទៅពីដើមខ្ញុំទំនេរពីការធ្វើកម្ពីអត្តកថាដីកាទៅខ្ញុំឃើញក្បួនតម្រានឹងល្អខ្ញុំក៏សរសេរឲ្យជាប្រយោជន៍ដល់អ្នកផ្ទះយើងដោយសារខ្ញុំគិតថាចេះស្រុកខ្មែរយើង
បងប្អូនគាត់ជឿទៅលើក្បួនទៅលើខ្នាតប៉ុន្តែវាមានក្បួនខ្នាតតែពិតប្រកបជាច្រើនយើងអ្នកនេះបន្តិចនោះបន្តិចនេះបន្តិចទីអត់មានក្បួនអីពិតណាគឺពិបាកហើយយ៉ាងទៀតចំណាយលុយច្រើនមានក្បួនតែប្រហែលជាតាំងតិចគេមើលយើងបន្តិចគេលាក់ទុកក្នុងបាត់មួយលាក់ទុកបាត់ឲ្យដល់ពិតក្បួនហ្នឹងត្រូវបានរៀបរដាមនៅក្នុងសៀវភៅនេះទាំងអស់ហើយសៀវភៅនឹងគេសោតគ្រូដល់ក្តីអានគ្រូមេតាចំពោះបងប្អូនអស់គ្នាកុំឲ្យចេះតែសាញ់បោកគេឬក៏ងាកងាកទៅហៅគ្រូនេះគ្រូនោះម្ដងវាថាឲ្យក៏ពេលខ្លះមានបញ្ហាចឹងទៅប៉ះចាំគ្រូល្អទៅក៏ល្អជួយបងប្អូនហ្នឹងទៅហើយធ្វើមកហើយស្ទឹងតែទុកឲ្យកឌីស៊ីដោយសារលោកគ្រូគាត់មិនជាអ្នកខ្វល់រឿងលុយទេចាំមិននិយាយដល់លោកគ្រូតែមកលោកគ្រូអូនិយាយតាមនិយាយទាំងចង់ពេលហ្នឹងគឺលោកគ្រូប្រកាសសៀវភៅហ្នឹងឡើងហើយលោកគ្រូគឺអត់ប្រម៉ូទទេលោកគ្រូលក្ខណៈអធិស្ឋានគាត់គឺចូលចិត្តបែបស្ងៀមស្ងាត់ហើយមិនចូលចិត្តអួតអាងនិយាយទៅធ្វើអីក៏អត់ចូលចិត្តអួតអាងដែរព្រះសម្រាប់ចំនួន2400អង្គថាមានតែ100អង្គជាគ្រាន់តែអ្នកផ្សេងទៀតបូជាបច្ច័យអញ្ចឹងណាដើម្បីជួយគ្រូបានទៅសងថ្លៃសម្រាប់គេអញ្ចឹងណាហើយ2000អង្គប្រហែលពី2000អង្គជាគឺចែកតាមកងទ័ពនៅតាមជាដែនហើយមុនលោកគ្រូនេះលោកគ្រូដឹងហេតុមុនថាប្រទេសជាតិនឹងអាចមានបញ្ហាក៏សូត្រនៅបានតាក់សំតែក៏បានធ្វើនៅព្រះអង្គនឹងឡើងខ្ញុំជាខ្ញុំជួយជួនព្រះសង្ឃអង្គនេះព្រះអង្គទ្រង់ទី13ជួនបាសិកាសុកអ៊ីមជួនបច្ចេកទេសនេះបច្ចេកទេសនោះលោកថាជាណាស់ល្អតាបានលោកនេះអញ្ចឹងគឺពេលប្រទេសជាតិអីមានបញ្ហាអីគឺអាចការពារបានគឺអញ្ចឹងអូលោកគ្រូនេះដឹងរឿងអីមុនតែមានណាមួយរយៈក្រោយមករៀនកាត់មានបញ្ហាមែនហើយលោកគ្រូសូត្រឧបតាក់សំតែនោះលោកគ្រូប្រយ័ត្នទៀតអត់ឲ្យយើងថយទេគ្រាន់តែទៅសូត្រទៅគ្រាន់តែបកាទុកអីអញ្ចឹងបើដឹងថាឡើងដុងក្តាំងហ្មងណាពេលថៃមករឿងយើងអញ្ចឹងហើយបន្តមកទៀតសភៅហ្នឹងគូនៅសល់ច្រើនខ្លាំងមែនតើលោកគ្រូគាត់អត់ខ្វល់រឿងលក់ចេញណាគេតែងទៅខាតទៅហើយទៅក៏ខ្ញុំឃើញតែសភៅហ្នឹងល្អក៏ខ្ញុំយកមកជួយលោកគ្រូទៅក៏អត់បានយកចំណេញយកអីដែរគឺបានរហូតដល់ថ្ងៃនេះរហូតដល់ថ្ងៃមុខក៏អត់មានបានទៅជួយលោកគ្រូទៅសភៅហ្នឹងខ្ញុំបោះពុំហើយយើងអត់មានលុយទេយើងនិយាយទៅលោកគ្រូ4000តែទៅយើងអត់មានលុយឲ្យទេសភៅហ្នឹងគឺយើងចេះតែទុកចោលទៅពីព្រោះយើងអត់មានលុយឲ្យគេទេយើងបោះប្រហែលមុខហ្នឹងទៅក៏ខ្វះលុយទេចាបោះលុយគេណាក៏គាត់យកសភៅនឹងមើលហើយគាត់ឃើញល្អណាក៏ចាប់ផ្ដើមនិយាយពេលដែលនិយាយហ្នឹងណាគាត់បាននិយាយពីមួយថាប្រសិនបងប្អូនជួយទិញសភៅហ្នឹងនឹងបង្កើតគ្រូសម្រាប់ឲ្យបងប្អូនបានចូលរៀនអញ្ចឹងពួកគាត់ឆ្ងល់ថាសភៅតម្រាងស្អីគេតាមរយៈបងប្អូនណាហ្នឹងអញ្ចឹងពួកគាត់ទិញទៅដល់ពេលពួកគាត់ទិញសភៅហ្នឹងយកទៅហើយបង្កើតគ្រូអញ្ចឹងដល់ពេលបង្កើតគ្រូទៅពួកគាត់ចូលរៀនបាទពួកគាត់ធ្វើអរគុណណាស់លោកឲ្យរៀនទៅបានរៀនបានច្រើនបានចាស់បានចប់ឥឡូវចប់មួយវគ្គហើយបានបងប្អូនរងថ្ងៃថាអូយអរគុណបងប្អូនណាណាបើសិនបើណាមិននិយាយមិនអីទេគ្មានបានចូលរៀនអត់ដឹងថាមានក្បួនខ្នាតប្រយោជន៍បងប្អូនមានប្រយោជន៍ណាខ្ញុំសូមជម្រាបជូនបងប្អូនថាតម្រានេះណាបើសិនជាបងប្អូនមានតម្រានេះបងប្អូនអាចមើលខ្លួនឯងមើលប្តីមើលប្រពន្ធមើលកូនមើលចៅទាំងអស់ជាតម្រាប្រចាំគ្រួសារអញ្ចឹងបងប្អូនអត់ចាំបាច់ទៅរើមើលគេទេបើយើងទៅមើលគេម្ដងទៅ10 $10ដែរមែនទេទៅមើលច្រើនដង10 $20ដែរមែនទេក្បួននេះអត់ប្រហែលបងប្អូនអស់គ្នាងាយតែងាយមែនតែប៉ុន្តែអាចដឹងបច្ចេកទេសចាឧទាហរណ៍បងប្អូនខ្លះគាត់ថាមិនបានគាត់មើលអត់យល់ទេប្រសិនបើយើងប្រាប់ពលិសអ្នកដែលចូលទៅរៀនជាមួយខ្ញុំសំទោសខ្ញុំជម្រាបថាបងប្អូនមើលសភៅផ្ទាល់នៅពេលគាត់ថាគាត់យល់ហើយមើលសភៅគាត់យល់ហើយគាត់យល់អញ្ចឹងណាប៉ុន្តែដល់ពេលគាត់ទៅរៀនផ្ទាល់គាត់ថាលោកអើយយើងមើលខ្លួនយើងយល់បាន10 20%ទេទៅរៀនផ្ទាល់ជាមួយគ្រូបង្រៀនតាមខ្ញុំបង្រៀនអនឡាញ Zoom ហ្នឹងអត់គិតលុយទេខ្ញុំបង្រៀន free ទេបង្រៀនគ្រូ free ទេខ្ញុំបង្រៀនរហូតដល់បងប្អូនថាអានឹងទៅយល់បាន 90% 100% អញ្ចឹងក្បួនខ្នាតនេះវាមានបច្ចេកទេសតិចនិចវាពិសេសច្រើនណាស់ហើយបងប្អូនទៅការសភៅបងប្អូនអាចចាក់ជើងបងប្អូនស្រីណាគឺមានកាលយោគមានក្តារបង្វិលហើយសប្តាហ៍ថ្ងៃនេះយើងកំពុងបង្រៀនទៅបានដល់សេះមួយទេតែបង្រៀនដែរនិយាយកាន់គ្រូមួយលោកតាមជួយបានតិចនេះខ្ញុំជិះហៅទៅចាក់ខ្លាចមានអ្នកខ្លះខ្ចាញ់ទៅបើលោកក្បួននឹងប្រកែប៉ុណ្ណឹងហេតុអីបានជាបោះពុំសភៅហើយអត់មានលុយឲ្យហងពុំអញ្ចឹងខ្ញុំសូមបាក់ស្រែកថាជាលោកគ្រូមានបច្ច័យគឺយកបច្ច័យហ្នឹងទៅកសាងវត្តទៅក៏ទិញជាវបូជាបច្ច័យដីមាសបូជានៅស្រីលង្កាដល់60តឡឹងហើយនៅវត្តពុទ្ធខុសសាចាហើយមួយវិញទៀតគ្រូចេញចូលសិនមកចេញចូលទីសិនបងចេញចូលបងស្អីចេញចូលចឹងបន្តទៀតសិនចាំតិចដល់ពេលហើយបានលុយមកទៅបូជាក្នុងពុទ្ធសាសនាលោកគ្រូចូលផ្លែបាត់នេះអ្នកក្បួនមួយដែរអ្នកចាំជួយទិញហៅផងហៅរបស់លោកគ្រូនេះលោកគ្រូតែចោលអីគ្រូចឹងខ្ញុំតទៅថាចាឥឡូវទៅមើលបានបច្ច័យមកបូជាក្នុងពុទ្ធសាសនាអស់ធ្វើបន់អស់ហើយមើលថែក្នុងក្រុមគ្រួសារកូនចៅគ្រូផងឥឡូវមួយទៀតសាក់ស្អីមួយទៀតខ្ញុំលក់ខ្ញុំបោកលុយហើយបច្ច័យហើយលុយហើយថាអ្នកជាវព្រះអង្គបានទូខ្លះហ្នឹងហើយលក់សភៅហ្នឹងស្រុកបានជិត$60000$7$60000ទៅលោកតាចាំផ្លែតែហេតុនេះចាំផ្លែជិត$60000ឥឡូវលោកគ្រូយកទៅជាវសម្រាប់ធ្វើឲ្យកងទ័ពឡើងអស់លុយហើយចាប់ពាក់លុយទៅខាងអ្នកធ្វើអ្នកលុយលោហៈធាតុទៀតចាចឹងចង់និយាយថាអូលោកគ្រូបូជាខ្លាំងណាស់នៅក្នុងប្រទេសជាតិនិងពុទ្ធសាសនាជំរាបបងប្អូនអស់គ្នាទៅចាប់លោកតាខ្វាត់សិនលោកតាកុំតន់ចាំចៅលោកតាអត់តន់ទេលោកតាអត់តន់ទៅទេមកវិញលោកតាទៅតាមអ្នកទេដើម្បីកុំឲ្យមាននៅអធិការឃើញខ្ញុំផ្សព្វផ្សាយនៅសភៅក្បួនទាំងអស់នេះសូមលើកយកនៅព្រះវិន័យដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងគឺព្រះសម្មាសម្ពុទ្ធបានអនុញ្ញាតឲ្យព្រះភិក្ខុគឺរៀនអំពីផ្កាយអំពីទិសនិងអ្នកខិតរិទ្ធដោយទាំងអស់ឬក៏ដោយឯកទេសហើយក្បួននេះផងដែរក៏សិក្សាអំពីផ្កាយនៅក្នុងក្បួននេះក៏បាននិយាយអំពីអដ្ឋគ្រូអដ្ឋហ្នឹងគឺ8គ្រូហ្នឹងគឺឈ្មោះថាផ្កាយព្រះភិក្ខុគឺអាចរៀនសូត្របានចុះទម្រាំទៅយើងជាបឋមជនអញ្ចឹងគឺយើងរៀនទៅអត់មានខុសទេមានតែល្អសម្រាប់ឲ្យយើងដឹងពីបាបកម្មឲ្យផលនិងបុណ្យឲ្យផលដូចជានៅក្នុងការធ្វើបុណ្យឲ្យខ្លួនឯងដើម្បីឲ្យកើតមាននៅសេរីសួស្តីនៅក្នុងក្បួននេះផងដែរក៏បានរៀបរាប់ប្រាប់អំពីការធ្វើបុណ្យឲ្យខ្លួនឯង